សួស្តីពុកម៉ែបងប្អូនហ្នឹងហើយថ្ងៃនេះខ្ញុំមកបង្ហាញបន្តិចអំពីចំណីកដោបដោយថាកន្លែងពុកម៉ែបងប្អូនមិនសូវមានស្មៅមិនសូវមានចំណីគ្រប់គ្រាន់ណានឹងពុកម៉ែបងប្អូនអាចដាក់ជាគ្រាប់ពោតកិនណាគ្រាប់ពោតកិនឬក៏កន្ទក់ពោតនឹងឲ្យវាស៊ីទៅអាហ្នឹងវាកាត់បន្ថយអាការកាត់ស្មៅរបស់យើងនឹងបានច្រើនបានដូចជា 50-60% អានេះមិញវាមិនស៊ីខ្លាំងដោយសារខ្ញុំចូលអញ្ចឹងវាផ្អើលតិចទៅមកវិញឡូវហើយមើលពុកម៉ែបងប្អូនមើលនេះតែអញ្ចឹងយើងដាក់ទៅវាស៊ីគឺវាស៊ីខ្លាំងវាស៊ីមិនចាញ់ចំណីកូនមាន់តែខ្ញុំដាក់កន្ទក់ពោតឲ្យវាស៊ីដោយសារអាកាសធាតុប្រហែលថ្ងៃនេះវាក្តៅខ្លាំងអញ្ចឹងទៅសូម្បីតែមនុស្សក៏បដាសាយដែរអញ្ចឹងហើយអត់ដាក់ចំណីកូនមាន់ឲ្យវាស៊ីទេខ្លាចវាក្តៅខ្លាំងពេកអញ្ចឹងយើងមានកន្ទក់ពោតឬក៏គ្រាប់ពោតកិនណាពុកម៉ែបងប្អូនអាហ្នឹងបើយើងទិញដល់កន្លែងគេ1គីឡូតែ1400ទេហ្នឹង1400 1500ទេហើយបើនៅកន្លែងខ្ញុំនេះថ្លៃខ្ញុំទិញ1គីឡូ2500បើយើងមិនចង់ឲ្យអស់ច្រើនយើងទិញពីកន្លែងគេកិនផ្ទាល់ហ្នឹងវាធូរថ្លៃពុកម៉ែបងប្អូនហើយត្រង់នេះដែរគឺសក់ដូចជាបាន3ដងដែរនេះចង់ណែនត្រង់ដែរពុកម៉ែបងប្អូនឃើញទេអានេះភ្លៀងពីម្សិលមិញវាវាម្សិលមិញព្រលឹមឡើងនៅព្រាតពេញមុខទាំងអស់នេះវាស៊ីខ្លាំងដែរពុកម៉ែបងប្អូនអញ្ចឹងពេលខ្លះយើងមិនសូវបានទៅកាត់ស្មៅកាត់អីយើងដាក់អាហ្នឹងឲ្យវាស៊ីទៅនឹងវាកាត់បន្ថយការកាត់ស្មៅព្រោះថាយើងវាសម្រួលដល់យើងទៅកាត់ស្មៅវាបាន 50-60% វាជំនួសស្មៅបានហ្នឹងណាហើយមិញឡើងស៊ីឡើងខ្មៅដល់ពេលចូលមកវាផ្អើលអានេះនៅតែសក់2-3ដងទៀតសក់ដូចស្លាប់ដែរនេះអញ្ចឹងថាកដោបវាស្រួលឲ្យចំណីវាទេបើយើងអត់មានស្មៅមានអីយើងទៅវាថាពេលខ្លះយើងរវល់យើងដាក់ជាកន្ទក់ពោតទៅគ្រាប់ពោតកិនហើយអញ្ចឹងណាពុកម៉ែបងប្អូនដាក់ទៅវាស៊ីគឺវាស៊ីដូចគ្នាហើយក៏វាស៊ីខ្លាំងដែរគ្រាន់តែអានេះវាអត់ទាន់ពលឺថ្ងៃមកអញ្ចឹងវាអត់សូវទេមើលខ្ញុំដាក់មួយផ្លែតមិញឃើញពុកម៉ែបងប្អូនមិញវាផ្អើលខ្ញុំឥឡូវវារត់មករកស៊ីគឺវាចូលចិត្តស៊ីដែរអាកន្ទក់ពោតហើយចំណីកូនមាន់ហ្នឹងវាស៊ីខ្លាំងដូចគ្នាតែគាត់ថាចំណីកូនមាន់យើងដាក់ឲ្យស៊ីច្រើនគឺវាក្តៅបើយើងដាក់ចំណីកូនមាន់គឺយើងត្រូវតែដាក់ស្មៅដាក់យើងបាញ់ទឹកវាញឹកញាប់តិចអាហ្នឹងបានវាអត់ប៉ះពាល់ដល់កដោបរបស់យើងតែបើគ្រាប់ពោតកិនអត់បញ្ហាទេគ្រាប់ពោតកិននេះស៊ីខ្លាំងអានេះវាទៅសក់បាន2ដង3ដងមកវាសក់បាន4-5ដងសក់ដោស្លាប់អូដាក់តាមផ្លែចឹងចង់អស់ឡូវគ្រាប់ពោតកិននេះស៊ីសាហាវអញ្ចឹងបានធូរគាត់ថាវាធូរមកកម្រិតយើងធូរដូចថាក្នុងមួយថ្ងៃកាត់ស្មៅ3-4-5ដងយើងកាត់តែបើព្រឹកចឹងទៅឬក៏ល្ងាចចឹងទៅពេលថ្ងៃវាស៊ីចឹងទៅវាជំនួសយើងច្រើនម៉ែបងប្អូនជំនួសយើងច្រើនគ្រាប់ពោតកិននេះធម្មជាតិស៊ីខ្លាំងអាហ្នឹងចូលចិត្តស៊ីណាហើយគ្រាប់ពោតកិននេះវាស៊ីទៅវាជំនួយសុខភាពវាល្អដែរហ្នឹងណាបាទនេះមួយនេះខុសគេអានេះធំជាងគេអានេះអងមឿងនេះអញ្ចឹងកដោវាធំទាន់ទៅស្មើគ្នាប៉ុន្មានទេពុកម៉ែបងប្អូនដោយសារអីចំនួនយើងច្រើនអញ្ចឹងវាមានញាស់មុនញាស់ក្រោយអញ្ចឹងទៅអញ្ចឹងវាអត់ទៅស្មើគ្នាទេហើយសំខាន់គឺវាសុខភាពល្អទេពុកម៉ែបងប្អូនរឿងមុនក្រោយគ្នា 3-4 ថ្ងៃវាអត់ជាបញ្ហាទេសំខាន់យើងដាក់ចំណីកាត់ស្មៅកាត់អីឲ្យគ្រប់គ្រាន់កុំឲ្យដល់ពេលវាខ្វះទៅគឺវាស៊ីគ្នាតែប៉ុណ្្នឹងទេហ្នឹងណាអញ្ចឹងថាគ្រាប់ពោតកិនល្អមួយយ៉ាងដែរវាធូរយើងវាផ្អើលវានេះឥឡូវអស់នេះវាមកហើយបាច់ចំណីឲ្យវាស៊ីរាល់ថ្ងៃវាផ្អើលម្ចាស់ទៀតណាចឹងអរគុណច្រើនពុកម៉ែបងប្អូនហ្នឹងណាថ្ងៃនេះអត់មានស្អីច្រើនទេគ្រាន់តែថាចង់ប្រាប់ពុកម៉ែបងប្អូនដែលដៃថ្មីខ្លះដែលគាត់មិនធ្លាប់ដឹងហើយបើពុកម៉ែបងប្អូនខ្លះដីចាស់ទៀតជួយណែនាំផងហ្នឹងណាចឹងអរគុណច្រើនពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយទៀត
ôm tích nén mông à chẳng ở con ra thì tiếp lia